ខ្ញុំប្រើចូលជិត1ឆ្នាំហើយបងជិត1ឆ្នាំកាលខ្ញុំយកមកពាក់យប់យកមកដល់ផ្ទះយប់ដំបូងខ្ញុំយកសពឃើញលោកតាអាយុប្រហែលចូល90ឆ្នាំលោកតាលោកក្នុងលោកហ្នឹងហើយគាត់ថាអត់អីចៅចាំតាជួយចៅឯងបាច់ភ័យឯងពាក់អាកាហ្នឹងហើយចាំតាជួយឃើញអាយុដំបូងយកមកផ្លែតហ្នឹងតែប៉ុណ្ណឹងហើយខ្ញុំចេះអាសាលើសឈាមលើអីហ្នឹងហើយទិញកត់យកមកពាក់ហ្នឹងដើម្បីសម្រួលសរសៃឲ្យឈាមបេះដូងអីដើរដំណើរការល្អហ្នឹងអត់អីផងហើយធម្មតាហើយអត់សូវដែរឈឺដែរអត់សូវខណៈដាស់សាយតិចតួចអញ្ចឹងណាអត់ដែរឈឺអីប៉ុន្តែចាំមើលខ្ញុំតិចទៀតខ្ញុំចង់ទិញអាធំថាចង់ទិញយកអាធំប្រើអុយអាហ្នឹងវាថាដូចថាខ្លាំងជាងអាតូចឯងធំអីគឺតែតគូថាអាធំវាប្រើការខ្លាំងជាងអាតូចមានកម្លាំងខ្លាំងជាងណាចាំមើលខ្ញុំតិចទៀតចាំខ្ញុំដូរយកអាធំខ្ញុំទៅដល់កន្លែងផ្ទះលោកគ្រូហ្នឹងហើយគាត់ថាអាតូចដល់កន្លះខែទៅ20ថ្ងៃអីបានដឹងលទ្ធផលអញ្ចឹងណាហើយបើអាធំយកមក2ថ្ងៃបានផលគាត់ថាអញ្ចឹងវាកម្លាំងធម្មពលខ្លាំងជាងគាត់ថាបើធំមកដល់ផ្ទះ2ថ្ងៃ3ថ្ងៃដឹងផលបើតូចនេះដល់កន្លះខែអញ្ចឹងណាវាខុសគ្នាអញ្ចឹងហើយខ្ញុំទិញយកអាតូចសាកមើលសិនហ្នឹងបើសេដ្ឋកិច្ចមើលទៅដូចជាធម្មតាដែរបងរៀងតក់ដែរប៉ុន្តែក្រៃឡូខ្ញុំយកអាតូចមកវាអត់តាន់មានកម្លាំងធម្មពលខ្លាំងមិនដឹងណាការងារអីជីវកម្មអីវាធម្មតាប៉ុន្តែឡូមិនដល់អាធំណាយើងតាក់ពាក់អាតូចអញ្ចឹងវាគ្រាន់តែសុខភាពកាលនេះខ្ញុំភាសាលើឈាម3 4 10អញ្ចឹងហើយខ្ញុំមកពាក់ហើយយកដំបូងហ្នឹងខ្ញុំយកសពឃើញលោកតាអាយុ90ជាងហ្នឹងគាត់ថាអត់អីចៅឯងពាក់ហ្នឹងចាំតាជួយបាច់ភ័យបាច់អីទេយកសពឃើញលោកតាដំបូងការដែលយើងពាក់ចាក់នេះថែមទៀតសោតហ្នឹងក៏យើងទី1ហ្នឹងគឺថាជួយខ្លួនយើងនឹងឲ្យមានធម៌ពលខ្ពស់ហើយការដែលអ្នកដែលបងប្អូនដែលបានប្រើប្រាស់ហ្នឹងក៏បានយល់ដែរអ្នកខ្លះពាក់មកដល់ថ្ងៃនេះហាក់បីដូចជាគាត់មិនសូវមានជំងឺទេបាទមានអ្នកខ្លះគាត់បានសួរខ្ញុំទៀតសួរថាលោកគ្រូពាក់កាក់ហ្នឹងបានសេចក្តីថាមិនឈឺមែនទេខ្ញុំបានជម្រាបថាត្រូវហើយពិតជាមិនសូវជាឈឺប៉ុន្តែគាត់ក៏បានថាអញ្ចឹងបានសេចក្តីថាពាក់ហ្នឹងមិនស្លាប់មែនទេបាទមានអ្នកសំណួរសួរមកកាន់ខ្ញុំអញ្ចឹងហើយខ្ញុំក៏បានជម្រាបដែរហើយក៏ខ្ញុំសូមអភ័យទោសបងប្អូនអ្នកសួរនឹងដែរខ្ញុំមិនមែនជាការប្រមាថអីទេគ្រាន់តែខ្ញុំបានជម្រាបទៅគាត់វិញថាសេចក្តីស្លាប់មានគ្រប់តែគ្នានឹងឯងកាក់នឹងខ្ញុំពាក់ក៏ខ្ញុំស្លាប់អ្នកមិនពាក់ក៏ស្លាប់បាទហើយប៉ុន្តែគាត់ថាបើខ្ញុំដែលអត់បានពាក់ហ្នឹងក្រែងវាស្លាប់មុនទៅហ្នឹងបាទតែប៉ុណ្ណឹងបាទគាត់ថាខ្ញុំអ្នកពាក់ហ្នឹងអាចស្លាប់ក្រោយតែប៉ុណ្ណឹងឯងអញ្ចឹងបើយើងគិតទៅការស្លាប់ហ្នឹងមិនមានអនាគតផុតទេអញ្ចឹងសូមអធិស្ឋានដល់បងប្អូនដែលបានសួរសំណួរហ្នឹងមិនដឹងថាគាត់សួរក្នុងបំណងអីទេប៉ុន្តែខ្ញុំឆ្លើយក៏ឆ្លើយក្នុងបំណងល្អដែរបាទ